សីសៈបវ័នព្រៃធ្នង់អធិបតេយ្យភាពនៃចតុរារិយសច្ចៈក្នុងការបង្រៀនរបស់ព្រះពុទ្ធគឺបរិបូរណ៍ច្បាស់លាស់ណាស់ត្រង់ខ្លឹមសារដែលបានសម្ដែងនៅសីសៈបវ័នឬព្រៃធ្នង់ដូចគ្នានឹងការបង្រៀននៅឯមគ្គទាយវ័នសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងក្រុងកោសាំពីក្នុងព្រៃធ្នង់ពេលនោះព្រះអង្គបានចាប់យកស្លឹកឈើធ្នង់មួយចំនួននៅក្នុងព្រះហស្ថរបស់ព្រះអង្គហើយបានត្រាស់សួរទៅកាន់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតើអ្នកទាំងឡាយគិតដូចម្ដេចតើចំនួនណាមួយច្រើនស្លឹកធ្នង់នៅក្នុងដៃតថាគតឬក៏ស្លឹកធ្នង់នៅក្នុងព្រៃខាងលើបបិទ្ធព្រះអង្គដ៏ចម្រើនមិនច្រើនទេគឺតិចតួចណាស់ស្លឹកឈើដែលព្រះដ៏មានព្រះភិក្ខបានក្តាប់នៅក្នុងព្រះហស្ថស្លឹកឈើដែលមានច្រើនគឺនៅក្នុងព្រៃខាងលើឯណោះដូចគ្នានេះដែរមនាលភិក្ខុទាំងឡាយចំនួនច្រើនគឺធម៌ដែលតថាគតបានត្រាស់ដឹងហើយប៉ុន្តែតថាគតមិនបានប្រកាសសម្ដែងគ្រប់យ៉ាងដល់អ្នកទាំងឡាយឡើយមានចំនួនតិចតួចណាស់ធម៌ដែលតថាគតបានប្រកាសសម្ដែងដល់អ្នកទាំងឡាយមនាលភិក្ខុទាំងឡាយហេតុអ្វីបានជាតថាគតមិនបានសម្ដែងធម៌ទាំងនោះមនាលភិក្ខុទាំងឡាយធម៌ទាំងនោះមិនមានប្រយោជន៍មិនមានការចាំបាច់ដល់ការប្រព្រឹត្តនៅប្រមចរិយធម៌ធម៌ទាំងនោះមិននាំទៅរកសេចក្តីនឿយណាយមិននាំទៅរកការប្រះចាកតម្រេកវិរាគៈមិននាំទៅរកការរំលត់ទុក្ខមិននាំទៅរកសេចក្តីស្ងប់មិននាំទៅរកសេចក្តីដឹងច្បាស់មិននាំទៅរកការត្រាស់ដឹងដោយបរិបូរណ៍ពោលគឺព្រះនិព្វានទេហេតុនេះហើយភិក្ខុទាំងឡាយធម៌ទាំងនោះតថាគតមិនបានប្រកាសសម្ដែងឡើយមនាលភិក្ខុទាំងឡាយធម៌អ្វីទៅដែលតថាគតបានប្រកាសសម្ដែងនេះគឺជាទុក្ខនេះដែលតថាគតបានប្រកាសសម្ដែងនេះគឺជាការកើតឡើងនៃទុក្ខនេះដែលតថាគតបានប្រកាសសម្ដែងនេះគឺជាការរំលត់ទុក្ខនេះដែលតថាគតបានប្រកាសសម្ដែងនេះគឺជាផ្លូវទៅរកការរំលត់ទុក្ខនេះដែលតថាគតបានប្រកាសសម្ដែងមនាលភិក្ខុទាំងឡាយតើហេតុអ្វីតថាគតប្រកាសសម្ដែងនៅសច្ចធម៌ទាំងនេះមនាលភិក្ខុទាំងឡាយចតុរារិយសច្ចៈនេះពិតណាស់មានប្រយោជន៍ហើយចាំបាច់សម្រាប់ការប្រព្រឹត្តនៅប្រមចរិយធម៌អរិយសច្ចៈនាំទៅរកការសេចក្តីនឿយណាយនាំទៅរកការប្រះចាកតម្រេកនាំទៅរកការរំលត់ទុក្ខនាំទៅរកសេចក្តីស្ងប់នាំទៅរកសេចក្តីដឹងច្បាស់នាំទៅរកការត្រាស់ដឹងដោយបរិបូរណ៍ពោលគឺព្រះនិព្វានហេតុនេះហើយភិក្ខុទាំងឡាយទើបតថាគតប្រកាសសម្ដែងនៅចតុរារិយសច្ចៈហេតុនេះហើយភិក្ខុទាំងឡាយសេចក្តីព្យាយាមគួរគប្បីតម្កល់ឲ្យមាំដើម្បីធ្វើឲ្យជាក់ច្បាស់នេះគឺជាទុក្ខនេះគឺជាការកើតឡើងនៃទុក្ខនេះគឺជាការរំលត់ទុក្ខនេះគឺជាមាគានាំទៅរកការរំលត់ទុក្ខព្រះពុទ្ធបានត្រាស់សម្ដែងយ៉ាងម៉ឺងម៉ាត់ដាច់អហង្ការថាធម៌មួយដែលតថាគតបានធ្វើឲ្យជាក់ច្បាស់សេចក្តីទុក្ខនិងការរលត់ទៅនៃសេចក្តីទុក្ខទុក្ខាងជេវបញ្ញាពេមិទុក្ខសច្ចៈនិរោធាំងបើអាចយល់នៅពាក្យខាងលើនេះគេអាចយល់អ្វីទៅជាព្រះពុទ្ធសាសនាបានហើយព្រោះថាការបង្រៀនទាំងស្រុងរបស់ព្រះពុទ្ធគឺគ្មានអ្វីដទៃជាជាងការបដិបត្តិនៅគោលធម៌មួយនោះទេអ្វីដែលអាចហៅបានថាជារបបគំហើយរបស់ព្រះពុទ្ធគឺជាអរិយសច្ចៈទាំង4នេះឯងនេះគឺជាការបង្រៀនទូទៅនៃព្រះពុទ្ធទាំងឡាយគ្រប់សម័យកាល